ភាគទី4គឺជាភាគដែលនិយាយអំពីរឿងរ៉ាវកើតឡើងមុននឹងពេលដែលគេចាប់ម្ដាយរបស់ហាណាយកទៅឃុំឃាំងហើយទូស្រីរបស់យើងនឹងគឺបានដឹងតាមរយៈអ្នកកាត់ខោអាវនឹងឯងព្រោះទូស្រីនឹងគឺបាននាំប្អូនថ្លៃមកកាត់សម្លៀកបំពាក់ក៏ប៉ុន្តែអ្នកកាត់ខោអាវនឹងគេបាននិយាយថាជាងអ្នកកាត់ខោអាវរដងនឹងគឺម្ដាយរបស់នេះនឹងមានបញ្ហាគេចាប់យកទៅសាលាស្រុកពេលនឹងទូស្រីចង់ទៅដែរក៏ប៉ុន្តែយាយជិននឹងបានបដិសេធថាវាយប់នឹងទៅហើយសុំដុកនឹងគឺអត់មានធ្វើអីកើតទេក្រៅអំពីឲ្យម្ចាស់ហាងកាត់សម្លៀកបំពាក់នឹងប្រាប់រឿងរ៉ាវទាំងអស់ពាក់ព័ន្ធជាមួយនឹងម្ដាយរបស់ហាណាជំរាបសួរសុខសប្បាយប្រិយមិត្តទាំងអស់គ្នាជាទីមេត្រីវិលមកវិញហើយជាមួយនឹង admin នៃជីពបន្តមុននឹងចុចទៅដល់សាច់រឿងយើងហ្នឹងកុំភ្លេច like ក៏ដូចជា subscribe ទៅរូបសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងអរគុណច្រើនហាណាគឺបានសួរទៅកាន់ចៅក្រមថាម្ដាយរបស់ខ្លួននឹងមានទោសកំហុសអ្វីលោកចៅក្រមគឹមនឹងគាត់បាននិយាយថាបើគិតតាមច្បាប់ហ្នឹងអាយុ24ហើយម្ដាយឪពុកគួរតែទទួលខុសត្រូវព្រោះថានាងមិនទាន់រៀបការនោះទេដូច្នេះហ្នឹងគឺម្ដាយរបស់គាត់ត្រូវតែមានទោសបើសិនជាចង់ឲ្យធូរស្បើយអំពីទោសហ្នឹងគឺគាត់មានវិធីជួយគឺធ្វើយ៉ាងណាក៏ដោយឲ្យហាណាហ្នឹងរៀបការធ្វើជាប្រពន្ធចុងរបស់លោកម្ចាស់ផាកទៅប៉ុន្តែម្ដាយហាណាហ្នឹងបាននិយាយថាបើទោះបីជាកូនស្រីគាត់យល់ព្រមក៏គាត់មិនយល់ព្រមផងដែរហើយលោកម្ចាស់គីមនឹងបាននិយាយថាអត់មានជំរឿផ្សេងទេបើមិនអញ្ចឹងប្រកាសជាទទួលវិន័យនឹងគឺ30ដំបងដើម្បីទទួលទោសនឹងប៉ុន្តែហាណាបានលុតជង្គង់អង្វរថាម្ដាយរបស់គាត់ឈឺទេការរៀបការនឹងគឺជាការទទួលខុសត្រូវរបស់គាត់ចាំគាត់នឹងរៀបចំអញ្ចឹងណាប៉ុន្តែលោកម្ចាស់គីមបាននិយាយថាកាលពី3ឆ្នាំមុននឹងក៏ហាណានិយាយបែបហ្នឹងដែរទើបធ្វើឲ្យបញ្ហាមកដល់សប្តាហ៍ថ្ងៃហ្នឹងយើងឃើញថាម្ដាយហាណាជាប់ទោសអញ្ចឹងគឺលោកម្ចាស់ផាក់សប្បាយចិត្តជាងគេមុនមានរឿងហ្នឹងគឺគាត់បានទៅផឹកស៊ីជាមួយកូនចៅរបស់គាត់ដូចជាលោកម្ចាស់គីមនឹងឯងដោយគាត់បាននិយាយអួតក្អេងក្អាងថាកិច្ចការងារសំខាន់ៗទាំងអស់ហ្នឹងគឺនៅក្រោមបងស្រីរបស់គាត់តែប៉ុណ្ណោះព្រោះថាលោកម្ចាស់ចូលហ្នឹងគ្មានសិទ្ធិសម្រេចទេចៅក្រមគឹមហ្នឹងគាត់ប្រកែកអែបអរបស់គាត់បាននិយាយថាកុំខឹងអីលោកម្ចាស់នៅពេលដែលព្រះអង្គម្ចាស់ជីសឹងហ្នឹងបានក្រុងរាជសម្បត្តិលោកម្ចាស់នឹងក្លាយទៅជាពូរបស់ព្រះរាជាហើយលោកម្ចាស់ផាកហ្នឹងគឺបានសោកក្អាកក្អាយយល់ស្របទៅអ្វីដែលលោកម្ចាស់គឹមហ្នឹងនិយាយណាហើយក៏បានសួរផងដែរថាតើសម្ដេចយ៉ាងកញ្ចាហ្នឹងជួយឲ្យកូនស្រីមេឆាំងសុនហ្នឹងបានរៀបការហើយឬនៅចៅក្រមគឹមហ្នឹងបាននិយាយថាបើគួរទៅរៀបការហ្នឹងគួររៀបការកូនស្រីច្បងមុនក៏ប៉ុន្តែមិនទាន់បានដំណឹងអីនោះទេទើបលោកម្ចាស់ផាកហ្នឹងមានកំណត់ថាអូបើអញ្ចឹងយកនាងធ្វើជាប្រពន្ធចុងយើងទៅមន្ត្រីផ្សេងទៀតដែលគេស្ដាប់ហ្នឹងភ្ញាក់ផ្អើលខ្លាំងមែនតើក៏បាននិយាយថាកូនស្រីច្បងដែលថាខ្មោចចូលនឹងមែនទេលោកម្ចាស់ផាហ្នឹងបានតបទាំងអស់សំណោចថាគឺយើងទេជាអ្នកបង្កើតចចាមរាមួយហ្នឹងក៏បាននិយាយថាមកពីកំមុំទាំង3របស់មេសាំងឈុនហ្នឹងឆ្លើយពេកអញ្ចឹងហើយគាត់ចង់បដៅគេតែម្ដងហើយពួកគេហ្នឹងគឺបានសោកនៅក្នុងកន្លែងផឹកស៊ីហ្នឹងទៅព្រឹកឡើងមិនទាន់ទេទូស្រីរបស់យើងហ្នឹងគឺបានទៅជួបជាមួយនឹងលោកស្រីឈោម្ដាយហាណាដោយនិយាយថាធ្វើយ៉ាងណាក៏ដោយឲ្យគាត់ហ្នឹងពន្យាពេលការសួរចម្លើយដោយនាងនឹងធ្វើការដោះស្រាយជាមួយនឹងហាណាបន្ទាប់មកស៊ូនុកនឹងបានជួបជាមួយនឹងបងប្រុសដោយប្រាប់ទៅកាន់បងប្រុសថាគាត់មានបញ្ហាបន្ទាត់មនុស្សស្រីដែលជាប់ឃុំឃាំងហ្នឹងធ្វើយ៉ាងណាក៏ដោយសូមឲ្យបើកទ្វារហ្នឹងដើម្បីឲ្យកូនស្រីរបស់គេបានទូងស្គរយាយចិនភ័យមែនតើព្រោះថាមិនទាន់ឃើញបងថ្លៃស្រីត្រឡប់មកវិញស្របពេលដែលឪពុករបស់ខ្លួនហ្នឹងចេញមកខាងក្រៅផងដែរលោកម្ចាស់ទីប្រឹក្សាចូលបានសួរថាតើឌូនសុកនៅឯណាអញ្ចឹងណាពេលហ្នឹងយាយចិនហ្នឹងបំរុងប្រាប់ថាបងថ្លៃស្រីហ្នឹងឈឺហើយប៉ុន្តែឌូនសុកហ្នឹងបែរជាចូលមកខាងក្នុងវិញដោយនិយាយថាគាត់ហ្នឹងគឺមកពីរវល់ជូតក្រេស្នៃឲ្យឪពុកវិញលោកម្ចាស់ចូលហ្នឹងក៏មិនបានចាប់កំហុសរបស់ទូស្រីបន្តទៅនិយាយទៅប៊ីតែម្ដងណានៅកន្លែងចៅក្រមម្នាក់វិញគេកំពុងតែរៀបចំដើម្បីសួរចម្លើយម្ដាយហាណាបន្តដោយកូនស្រីពៅព្រមទាំងទី2ហ្នឹងគឺបានយកអាហារមកឲ្យម្ដាយណាជាពិសេសដូរីបាននិយាយថាមិនដឹងជាច្បាប់ឈួតអីនោះទេសាំស៊ុងដែលជាកូនពៅហ្នឹងបាននិយាយថាតាមតែលើមកគឺលេឌីចូលយូព្រមទាំងហាណានឹងធ្វើការដោះស្រាយប៉ុន្តែមិនឃើញពួកគេសោះស្របពេលហ្នឹងគឺទាហានបានមកប្រាប់ថាដល់ពេលកាត់ក្តីហើយក៏ប៉ុន្តែលោកស្រីឈោហ្នឹងបាននិយាយថាគាត់ត្រូវការញ៉ាំអាហារសិនលោកម្ចាស់គឹមខឹងមែនតើបាននិយាយថាហេតុអីបានជាញ៉ាំអាហារយឺតបែបហ្នឹងបន្ទាប់មកទាហានហ្នឹងគេបានអូសម្ដាយហាណាមកសួរចម្លើយដោយពេលហ្នឹងលោកម្ចាស់គឹមបានសួរថាតើដេកគិតមកយប់ហើយហ្នឹងផ្លាស់ប្ដូរចិត្តអត់ម្ដាយហាណាហ្នឹងគឺបានប្រាប់វិញថាគាត់មិនដូរចិត្តនោះទេចៅក្រមគឹមក៏បានបញ្ជាឲ្យទាហានហ្នឹងធ្វើទរណកម្មគាត់ពេលហ្នឹងហាណាគឺបានទុំស្គរតែម្ដងហើយយើងឃើញថាមនុស្សម្នាហ្នឹងគឺបានមើលច្រើនមែនតើព្រោះថាគេបានដឹងរឿងរ៉ាវហើយថាលោកម្ចាស់ផាកហ្នឹងចង់ឲ្យនាងធ្វើជាប្រពន្ធចុងប្រជាជនដែលគេចាំរោមមើលហ្នឹងគេបាននិយាយថាលោកម្ចាស់ផាកហ្នឹងសំបីតែរកស៊ីក៏ខូចដែរចងការគេហ្នឹងបើសិនជាគេមិនបានឲ្យប្រាក់ទេសុកចិត្តយកលេសកូនស្រីរបស់គេធ្វើជាការប្រាក់ពួកគេហ្នឹងគឺបានគ្រប់គ្រងក៏ដូចជាសរសើរហាណាថាពិតជាគួរឲ្យមានមោទនភាពមែនតើដែលនាងបានធ្វើរឿងទាំងអស់ហ្នឹងបន្ទាប់ពីការទូងស្គរនឹងចប់យើងឃើញថាទាហានគេបានមកប្រាប់លោកម្ចាស់គឹមថាមិនអាចធ្វើការសួរចម្លើយបានទេត្រូវផ្អាកការសួរចម្លើយសិនរងចាំការស៊ើបអង្កេតអំពីក្រសួងយុតិធធម៌ដែលធ្វើឲ្យលោកម្ចាស់គឹមហ្នឹងគឺភ្ញាក់ផ្អើលមែនតើព្រោះវាជាបញ្ជារបស់ព្រះរាជាចៅក្រមគឹមលើតែបញ្ជារបស់ព្រះរាជាហ្នឹងភ័យដែរណាបាននិយាយថាតិចយើងជួយលោកម្ចាស់ផាកនាំទុកដាក់ខ្លួនទៅបន្ទាប់មកក៏បានបញ្ជាឲ្យគេដោះលែងលោកស្រីឈោលោកម្ចាស់ផាកគឺខឹងខ្លាំងមែនតើបានស្រែកជេរថានាងឈួតហ៊ានវាយស្គរញាប់ទៀតផងពិតជាមិនធម្មតានោះទេបន្ទាប់មកកូនចៅរបស់លោកម្ចាស់ផាកហ្នឹងក៏បានចុះសម្បត្តិមកឲ្យគាត់វាជាសម្បត្តិមក
ពីព្រះវិហារស៊ូវ៉ានៅឯវត្តស៊ូវ៉ាណែវិញនឹងប្រពន្ធរបស់លោកម្ចាស់ផាកបានលោកប្រាប់បងថ្លៃស្រីថាគាត់នឹងតែយកប្រពន្ធចង់មកទេឥឡូវយកថែមទៀតហើយប៉ុន្តែលោកស្រីផាកនឹងគឺបានប្រាប់ថាកុំបារម្ភអីយើងឲ្យគេនៅស្ងៀមគេមិនហ៊ានមកនោះឡើយហើយរឿងទាំងអស់ហ្នឹងក៏បានលោកម្ចាស់ផាកយកមកប្រឹក្សាជាមួយនឹងលោកទីប្រឹក្សាចូលផងដែរដោយស្វាមីរបស់លោកស្រីផាកបាននិយាយថាហេតុអីបានជាស្ដាប់បងស្រីម្លេះហេតុអ្វីត្រូវនៅស្ងៀមព្រោះថាមនុស្សស្រីនឹងមិនយល់អំពីនយោបាយនោះទេលោកម្ចាស់ចូលបាននិយាយថាព្រះរាជាអាចនឹងដេញដោលវែងឆ្ងាយទៅលោកម្ចាស់ផាកបានសួរថាគាត់គួរធ្វើបែបណាលោកម្ចាស់ទីប្រឹក្សាចូលនឹងបានប្រាប់ថាទៅរកសម្ដេចយ៉ាងកាញ្ចាទៅចំណែកឯបងប្រុសសម្ដេចយ៉ាងកាញ្ចារបស់យើងនឹងមកដល់ផ្ទះរបស់ទូប្រុសតែម្ដងដល់និយាយឲ្យអង្វរទូប្រុសនឹងធ្វើការផ្លាស់ប្ដូរគាត់ទៅកាន់តំបន់មួយទៀតដែលជាមន្ត្រីប៉ុន្តែទូប្រុសនឹងមិនចង់ជំពាក់គុណរបស់លោកម្ចាស់ទីប្រឹក្សាចូលទេបាននិយាយថាឲ្យគាត់ជួយរហូតអញ្ចឹងបងប្រុសនឹងធ្វើមកកំសត់ថាឥឡូវចាត់ទុកថាយល់ដល់ក្មួយស្រីក៏ដូចជាក្មួយប្រុសព្រមទាំងប្រពន្ធគាត់ពូធំទៅលោកម្ចាស់ផានឹងក៏បានបញ្ជប់ជាមួយនឹងទូប្រុសដោយទូប្រុសបាននិយាយថាគាត់បានដឹងមកពីលោកម្ចាស់ទីប្រឹក្សាចូលនឹងឯងក៏ប៉ុន្តែបើសិនជាលោកចង់កុំឲ្យប្រជានឹងចាប់ទោសអូរដំណើរតើលោកហ៊ានចំណាយអ្វីខ្លះលោកម្ចាស់ផានឹងបានឲ្យកូនចៅបើកប្រាក់មកប្រអប់តែម្ដងហើយទូប្រុសនឹងក៏បានសរសេរនៅលិខិតទាំងអស់ហ្នឹងដើម្បីឲ្យគាត់អានក៏ប៉ុន្តែយើងឃើញថាគាត់បាននិយាយផងដែរថាវាវែងណាស់គាត់មិនចាំអស់នោះទេទូប្រុសក៏បានប្រាប់ថាអញ្ចឹងមិនអីនោះទេចាំធ្វើតាមគាត់ទៅស្អែកឡើងនៅពេលដែលចូលគាត់ប្រជាទ្រង់ពិតជាបានមានបន្ទូលសួរមែនអំពីរឿងរ៉ាវនៃការទូងស្គររបស់កូនស្រីមេសាងឈុនតើវាមានរឿងអីកើតឡើងពេលហ្នឹងលោកមន្ត្រីផាកហ្នឹងបែរជាក្អកខេះថាមិនអាចអានអក្សរបានណាហើយក៏បានយកលិខិតហ្នឹងបកគលឲ្យលេខារបស់ប្រជាអញ្ចឹងហើយលេខាប្រជាហ្នឹងគេបាននិយាយថាកាលពីកន្លងឆ្នាំទៅហ្នឹងគឺទូបង្គំតែងតែរកស៊ីជាមួយនឹងអ្នកក្រហើយទូបង្គំហ្នឹងគឺជួយគេច្រើនមែនតើមិនដែលគិតការប្រាក់ដោយអ្វីដែលគេនិយាយថាយកកូនកំមុំគេមកទូទាត់ធ្វើជាការប្រាក់នោះទេប៉ុន្តែស្ថានភាពជាក់ស្ដែងហ្នឹងវាមិនមែនអញ្ចឹងទេគាត់តែងតែយកការប្រាក់គេហ្នឹងមួយគុណជាពីរជាពិសេសហ្នឹងគឺចំណិតមិនចង់ឲ្យគេខ្ចីនោះឡើយបើទោះបីប្រជាជនក្រីក្រហ្នឹងគ្នាចង់អាចពូស្លាប់ក៏ដោយជាពិសេសនៅពេលដែលគាត់ឲ្យហ្នឹងគឺគាត់សុកចិត្តទូទាត់ជាមួយនឹងការប្រាក់បើគេអត់មានទេគឺចាប់កូនស្រីរបស់គេមកតែម្ដងណាតាណាអាក្រក់ណាស់ជាមនុស្សតណ្ហាក្រាស់ប៉ុន្តែនៅពេលដែលគាត់ឲ្យលេខារបស់ប្រជានឹងបកស្រាយបាននិយាយថាការពិតទៅអត់មានរឿងអញ្ចឹងកើតឡើងនោះទេកូនស្រីរបស់គេដែលបកគលឲ្យហ្នឹងគឺជាការស្ម័គ្រចិត្តដែលគាត់នឹងកាត់កងការប្រាក់តែប៉ុណ្ណោះដោយសារថាលោកម្ចាស់ផាកទទួលយកការប្រាក់ដែលជាមនុស្សនឹងហើយទៅធ្វើឲ្យគេនឹងយកច្រឡំលើគាត់ដើម្បីប៉ះប៉ូវនៅកំហុសទាំងអស់ហ្នឹងគឺគាត់សុកចិត្តលើកលែងនៃការប្រាក់របស់ពួកគេណាក៏ប៉ុន្តែមានណាលេខាហ្នឹងគឺគាត់បានអានបន្តទៀតថាប៉ុន្តែដើម្បីឲ្យជួយដល់ប្រជាពលរដ្ឋហ្នឹងគឺគាត់សុកចិត្តចំណាយធនធានរបស់ខ្លួនឯងតែម្ដងដល់ពេលលឺអញ្ចឹងគឺលោកម្ចាស់ផាកព្រមទាំងលោកម្ចាស់ចូលហ្នឹងគឺស្រឡាំងកាំងតែម្ដងណាប្រជាហ្នឹងក៏បានមានបន្ទូលផងដែរថាអូគិតឃើញអញ្ចឹងល្អហើយលោកម្ចាស់ផាកហ្នឹងគឺគាត់ឈឺចិត្តសត្វទ្រូងមែនតើគាត់ខឹងស៊ីមញញូខ្លាំងណាបងទ្រព្យសម្បត្តិច្រើនមែនតើបន្ទាប់មកលោកម្ចាស់ទីប្រឹក្សាចូលហ្នឹងគឺបានថាឲ្យទូប្រុសយើងណាហេតុអីបានជាសរសេរពាក្យកណ្ដាលខាងលើដែលស្នើសុំសម្រាប់សម្រួលជាមួយប្រជាហើយហ្នឹងថែមដំណោះស្រាយខាងក្រោមហ្នឹងឲ្យលោកម្ចាស់ផាកធ្វើអ្វីទូប្រុសហ្នឹងបានតបថាមកពីលោកម្ចាស់ផាកហ្នឹងគឺបានយល់ព្រមហើយទោះបីជាខាតបង់ទ្រព្យសម្បត្តិច្រើនប៉ុណ្ណាហ្នឹងក៏គាត់យល់ព្រមដែរធ្វើឲ្យលោកម្ចាស់ផាកបាននឹកឃើញឡើងវិញណាអញ្ចឹងហើយទូប្រុសហ្នឹងគឺបានញញឹមហើយងើបចេញទៅតែម្ដងម្ចាស់ផាកហ្នឹងគឺខឹងខ្លាំងមែនតើបានប្តឹងទៅកាន់លោកម្ចាស់ចូលដែលជាបងថ្លៃថាមើលចោះគេញញឹមឌឺទៀតផងលោកម្ចាស់ចូលហ្នឹងក៏បានស្រែកឲ្យផងដែរគ្រាន់តែរបាយការណ៍ប៉ុណ្ណឹងមិនព្រមអានខ្លួនឯងនោះទេប៉ុន្តែលោកម្ចាស់ផាកបាននិយាយថាវាវែងខ្លាំងពេកចំណែកឯស៊ុនហ្នឹងគឺបានជួបជាមួយនឹង4អ្នកម៉ែកូននឹងឯងដោយម្ដាយហាណាហ្នឹងបានធ្វើការអរគុណទូស្រីរបស់យើងដែលជំរុញឲ្យហាណាធ្វើការគូស្គរប្តឹងក៏ប៉ុន្តែទូស្រីបាននិយាយថារឿងរ៉ាវទាំងអស់ហ្នឹងគឺនៅពីក្រោយរបស់លោកម្ចាស់មន្ត្រីស៊ើបអង្កេតតែប៉ុណ្ណោះព្រោះថាគាត់ហ្នឹងគឺចង់បំណងឲ្យប្រជាបានដឹងផងដែរបកសម័យទៅ3ថ្ងៃមុនវិញហ្នឹងយើងឃើញថាទូស្រីបានជួបជាមួយទូប្រុសការពិភាក្សាពីនឹងឯងទូប្រុសរបស់យើងហ្នឹងបាននិយាយថាគាត់អត់បានដឹងរឿងអីនោះទេប៉ុន្តែទូស្រីរបស់យើងហ្នឹងបាននិយាយថាបើសិនជាទូប្រុសអត់ដឹងទេហេតុអីបានជាឲ្យលោកម្ចាស់ផាកហ្នឹងចង់រៀបការជាមួយនឹងមេហាណាធ្វើជាប្រពន្ធចុងអញ្ចឹងស៊ុនដុកបាននិយាយថាគាត់ពិតជាខកចិត្តចំពោះទូប្រុសមែនតើធ្វើឲ្យគាត់ហ្នឹងគឺខកបំណងជាពិសេសហ្នឹងគឺគាត់ចង់លុបចោលនៅការជួយធ្វើជាមេអណ្ដាតហ្នឹងទៀតផងពេលហ្នឹងទូស្រីហ្នឹងគឺបាននឹកឃើញដំណោះស្រាយតែមួយគត់គឺឲ្យហាណាវាស្គរដើម្បីប្តឹងទៅក៏ប៉ុន្តែទូប្រុសរបស់យើងហ្នឹងបាននិយាយថាគាត់គឺជាមន្ត្រីស៊ើបអង្កេតគាត់ដឹងច្បាប់ហ្នឹងគឺច្បាស់ជាងទូស្រីទៅទៀតក៏ប៉ុន្តែបើទោះបីជាហាណាហ្នឹងធ្វើការទូស្គរក៏មិនអាចឬក៏ឈប់ធ្វើជាប្រពន្ធចុងរបស់លោកមន្ត្រីផាកហ្នឹងបានដែរព្រោះថាគេហ្នឹងគឺជាមនុស្សអាក្រក់ទូស្រីហ្នឹងគឺបានរៀបរាប់អំពីអំពើអាក្រក់របស់លោកម្ចាស់ផាកហ្នឹងណាគេគឺជាមនុស្សតណ្ហាក្រាស់យកក្មេងស្រីអាយុ14ឆ្នាំហ្នឹងមកធ្វើជាទូទាត់ការប្រាក់ទៀតផងក៏ប៉ុន្តែទូប្រុសហ្នឹងគឺបាននិយាយថាកុំបារម្ភអីទុកឲ្យគាត់ជាអ្នកចាត់ការទាំងអស់ហ្នឹងមានតែគាត់តែប៉ុណ្ណោះទើបអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានហើយណាមួយទៀតគាត់ចង់បញ្ជាក់ថាគាត់មិនមែនមនុស្សប្រុសដែលធ្វើឲ្យទូស្រីរបស់យើងហ្នឹងខកចិត្តនោះទេសំខាន់ហ្នឹងគឺខ្សែភ្នែករបស់ពួកគេទាំងពីរនាក់ហ្នឹងគឺមើលគ្នាដោយភាពយល់ចិត្តតែម្ដងណានៅពេលដែលហាណាទូងស្គរហ្នឹងព្រោះថាទូប្រុសរបស់យើងជឿជាក់ថាគាត់ប្រកាសជាធ្វើការងារទាំងអស់ហ្នឹងបានសម្រេចតាមពិតទៅពេលហ្នឹងលេខារបស់ប្រជាក៏បានទូថ្វាយថាវាខុសអញ្ចឹងណាព្រោះថាបើទោះបីជាប្រជាចេញមកការពារក៏ពិតមែនក៏ប៉ុន្តែដំបូងឡើងហ្នឹងគឺម្ដាយរបស់ហាណាជាអ្នកដែលធ្វើខុសច្បាប់ព្រោះថាគាត់ហ្នឹងគឺបង្ខាំងមិនឲ្យកូនស្រីរៀបការនៅអាយុ24ឆ្នាំហើយប៉ុន្តែពេលហ្នឹងទូប្រុសរបស់យើងគឺបានចូលគាល់ប្រជាដោយប្រាប់ថាគឺគាត់មានដំណោះស្រាយដើម្បីយកលេសពីនៃលោកម្ចាស់ផាកតាមរយៈការដែលគាត់ហ្នឹងគឺយកក្មេងស្រីមកធ្វើជាការប្រាក់គឺស្នើឲ្យប្រជាហ្នឹងធ្វើការសួរចម្លើយគាត់
នៅនឹងហល់សារប្រជុំធំនឹងតែម្ដងដើម្បីចំពោះមុខមន្ត្រីទាំងអស់គ្នាណាព្រះរាជានឹងក៏បានផ្ដាំផ្ញើសួរអំពីការរៀបការរបស់ពួកគេទាំង3នាក់ផងដែរក៏ប៉ុន្តែទូប្រុសបាននិយាយថានៅសល់រយៈពេល2ខែទៀតនេះហើយជាមូលហេតុដែលលោកម្ចាស់ផាកគាត់ភ័យខ្លួនណាព្រោះថាមន្ត្រីនឹងគឺគេបានស្នើសុំថាសួរនៅកន្លែងសាលធំនិយាយជារួមទៅព្រះរាជាគឺបង្ខំឲ្យទូប្រុសរបស់យើងនឹងឆាប់រៀបការពួកគេទាំង3នាក់ឲ្យឆាប់ដែរណាហើយហាណានឹងក៏បានធ្វើការអរគុណព្រមទាំងបាននិយាយថាតាមការពិតវាជាគំនិតរបស់លោកម្ចាស់មន្ត្រីស៊ើបអង្កេតនឹងសោះដូរីបាននិយាយថាគួរឲ្យស្ដាយមែនតើបើសិនជារកដំណោះស្រាយមិនបានទេខ្លាចតែហាណាត្រូវធ្វើជាប្រពន្ធចុងគេប៉ុន្តែទូស័យបាននិយាយថាកុំបារម្ភអីនៅសល់រយៈពេល2ខែទៀតគាត់ប្រកាសជារកគូស្នេហ៍ដែលស័ក្តិសមហើយសំខាន់ហ្នឹងគឺជីវិតដៃគូនឹងស្រឡាញ់គ្នាទៅនាងនឹងចង់ឲ្យពួកគេនឹងសមតាមបំណងរៀបការបន្ទាប់មកម្ដាយហាណាបាននិយាយថាគាត់ហត់មែនតើចង់ទៅសម្រាប់នៅផ្ទះហើយពួកគេក៏បានធ្វើការលាតួស្រីជាពិសេសដូរីមិនងាយនិយាយអរគុណទេនាងក៏បានអរគុណទូស័យផងដែរលោកម្ចាស់ផាគាត់ខ្លាចតែបងស្រីរបស់គាត់តែប៉ុណ្ណោះសូម្បីតែម្ដាយក្មេកទូស័យបានសួរថាហេតុអីបានជាឲ្យនៅស្ងៀមហើយមិនព្រមស្ងៀមអញ្ចឹងគឺលោកម្ចាស់ផាបានប្រាប់ថាគាត់ចង់នៅស្ងៀមដែរក៏ប៉ុន្តែស្វាមីរបស់បងស្រីហ្នឹងបែរជាបង្ខំរកដែរដើម្បីដោះសាររួចខ្លួនទៅវិញណាហើយវាធ្វើឲ្យរឿងហ្នឹងចូលដើមតែម្ដងប៉ុន្តែលោកស្រីផាបាននិយាយថាកំណត់របស់ស្វាមីគាត់ក៏មិនអន់ដែរមកពីលោកម្ចាស់ផាហ្នឹងគឺកំណត់អន់តែម្ដងណាប្រហែលលោកស្រីផាបាននិយាយផងដែរថាឥឡូវវាកើតឡើងតែហើយកុំធ្វើឲ្យរឿងហ្នឹងកើតឡើងម្ដងទៀតហើយលោកស្រីផាបានសួរទៅកាន់លោកម្ចាស់ផាថានរណាគេគឺជាអ្នកជួយឲ្យមេហាណាហ្នឹងបានទុំស្គរព្រោះថាហាណាហ្នឹងមិនអាចក្លាហានទៅទុំស្គរបានខ្លួនឯងនោះទេលោកម្ចាស់ផាហ្នឹងក៏បាននិយាយថាអូត្រូវឲ្យបងស្រីខ្ញុំនឹងធ្វើការស្វែងរកគេភ្លាមបន្ទាប់មកលោកម្ចាស់ទីប្រឹក្សាចូលហ្នឹងគឺបានបកគោលថ្នាំពលដែលជាដង្កូវនាងមាសនឹងឲ្យទៅភីលៀងដោយសន្យាថាគ្រូសាស្ត្ររបស់គេនឹងមានសុវត្ថិភាពដំណាក់របស់ព្រះមហាសក្យនីហ្នឹងគឺត្រូវបានគ្រូទាយគេចូលទូទាយណាគ្រូទាយហ្នឹងគេបាននិយាយថាមានរឿងអាក្រក់ហ្នឹងកើតឡើងដូចជាការ8ឆ្នាំមុនអញ្ចឹងនៅពេលដែលព្រះនាងសោទីវង្គតអញ្ចឹងហើយបើសិនជាខ្លាចថាព្រះរាជាហ្នឹងមានគ្រោះថ្នាក់គួរតែឲ្យទ្រង់ចាក់ចែងអំពីព្រះរាជវាំងសិនយើងឃើញថាបរិសម្នាក់ដែលមកដូចឃាតករហ្នឹងគឺគាត់បានព្យាយាមស្វែងរក Lady Joju អញ្ចឹងណាហើយក៏បានសួរអំពីអ្នកលូម្សៅហ្នឹងផងដែរឃើញថានាងនៅទីក្រុងហានយ៉ាង Lady Joju ហ្នឹងគឺបានពិភាក្សាជាមួយទូស្រីថាជិតដល់ថ្ងៃមាឃបូជាហើយណាមួយទៀតនាងត្រូវមានចំនួនចាក់ចេញឆ្ងាយដូច្នេះហើយហ្នឹងគឺទុកឲ្យកូនស្រីនៅផ្ទះសំណាក់ដោយពួកគេហ្នឹងបាននិយាយថាមិនអីទេគឺទូស្រីរបស់យើងអាចគ្រប់គ្រងបានដូច្នេះហើយហ្នឹងគឺចង់ឲ្យ Lady Joju ចាក់ចេញទៅមិនអីនោះឡើយហើយពេលហ្នឹង Lady Joju បាននិយាយផងដែរថានាងមានកូនស្រីដែលល្អស្ដាប់បង្គាប់មែនតើដែលធ្វើឲ្យ Lady Joju ហ្នឹងគឺបាននិយាយថាមកពីអ្នកនាងម្ចាស់ជាអ្នកជួយពួកយើងបកទៅកាលពី8ឆ្នាំមុនហ្នឹងគឺទូស្រីរបស់យើងបានដើរជាមួយនឹងបងប្រុសរបស់គាត់ស៊ូនគូហើយពួកគេទាំងពីរអ្នកបងប្អូនហ្នឹងក៏បានឃើញស្ត្រីម្នាក់ដែលមានទម្ងន់ក្នុងពោះផងហ្នឹងត្រូវបានរសាត់តាមទឹកមកស៊ុនតុកបាននិយាយថាត្រូវហើយពេលហ្នឹងគឺទម្ងន់បុកខីតែម្ដងនាងតូចបាននិយាយថានៅពេលដែលខ្ញុំធំឡើងកុំភ្លេចអ្នកនាងម្ចាស់ហ្នឹងធ្វើជាចៅមហាឲ្យខ្ញុំផងនេះហើយជាមូលហេតុដែលទូស្រីរបស់យើងហ្នឹងយកសមាជិកភាពពិតរបស់ Lady Joju មកប្រើហើយ Lady Joju ហ្នឹងគឺជាមនុស្សដែលលាក់ខ្លួនតែប៉ុណ្ណោះក្រោយមកទៀតហ្នឹងគឺទូប្រុសបានសុំម្ចាស់ហាងរូបសភៅហ្នឹងជួបជាមួយនឹង Lady Joju ហើយក៏បាននាំទូប្រុសទៅផងដែរហើយទូប្រុសបាននិយាយទៀតផងថាគាត់មិនដឹងសោះថាគេមានផ្លូវខាងក្នុងហ្នឹងទូប្រុសបាននិយាយថាធំសិតតែដីតែម្ដងដែលសម្អាតបន្ទប់ហ្នឹងអត់សំខាន់គ្រាន់តែម្ចាស់ហាងរូបសភៅគេបិទទ្វារហ្នឹងគឺក៏ខ្លាចមែនតើណាគាត់ក៏បានឲ្យគេបើកទ្វារវិញក៏ប៉ុន្តែបន្ទាប់មកទៀតហ្នឹងគាត់ក៏បានដើរទៅរកទូស្រីគាត់កាន់តែភ្ញាក់ផ្អើលនៅពេលដែលគាត់ឃើញគំនូរដែលគេសិចស៊ីណាព្រោះគំនូរទាំងអស់ហ្នឹងគឺជារបស់ហារូបនិពន្ធសភៅអញ្ចឹងហើយស៊ុនតុកបាននិយាយថាលោកម្ចាស់កុំធ្វើការប្តឹងទៅក្រសួងយុត្តិធម៌អីព្រោះថាគ្នាគ្រាន់តែចង់រកប្រាក់ដើម្បីចិញ្ចឹមម្ដាយពិការតែប៉ុណ្ណោះមួយទៀតកន្លែងហ្នឹងគឺជាទីស្នាក់ការរបស់នាងបើសិនជាទូប្រុសហ្នឹងមានការបន្ទាន់អីអាចផ្ដាំផ្ញើឬក៏សរសេរសពតហ្នឹងទុកនៅនឹងម្ចាស់ផ្ទះសំណាក់បានបន្ទាប់មកទូប្រុសហ្នឹងបាននិយាយថាគាត់គ្មានពេលរវល់អំពីរឿងការប្តឹងផ្ដោតសិភៅអស់ទាំងហ្នឹងទេគាត់រវល់ទៅរឿងគិតគូរអំពីធ្វើចៅមហាហ្នឹងសិនគាត់ក៏បានសួរទូស្រីថាតើទូស្រីហ្នឹងមានផែនការអ្វីបន្តបន្ទាប់មកទូស្រីហ្នឹងគឺបានឲ្យគាត់មើលផែនទីណាដល់និយាយថាថ្ងៃនេះគឺជាថ្ងៃទី8ហើយណាមួយទៀតជិតដល់ថ្ងៃមាឃបូជាបាននិយាយអំពីផែនការរបស់នាងហ្នឹងគឺធ្វើយ៉ាងណាក៏ដោយដល់ពេលថ្ងៃបុណ្យមាឃបូជាហ្នឹងឲ្យកំឡុះកំបងគេជួបគ្នាដើម្បីស្វែងរកគូគាប់ចិត្តពួកគេស្គាល់គ្នាព្រមទាំងស្រឡាញ់គ្នាហើយហ្នឹងគឺអាចរៀបការបានហើយអញ្ចឹងហើយប្រតិបត្តិការដំបូងហ្នឹងធ្វើយ៉ាងណាក៏ដោយឲ្យពួកគេជួបគ្នានៅវត្តស៊ូវ៉ាហ្នឹងឯងពិធីបុណ្យនៅវត្តស៊ូវ៉ាហ្នឹងគឺវាស្រួលមែនតើដើម្បីឲ្យនិស្សិតព្រមទាំងកំមុំចាស់ហ្នឹងគឺបានមើលមុខគ្នាក៏ដូចជាតាក់ទងគ្នាតាមរយៈភ្នែកជាមុនសិនហើយធ្វើឲ្យទូប្រុសនឹកឃើញផងដែរថាវាគឺជាសញ្ញានៃអ្នកកំពូលគូកងគូស្នេហ៍ព្រោះថាទូស្រីរបស់យើងហ្នឹងគឺអាចរកវិធីធ្វើមិនឲ្យគេស្គាល់គ្នាបានពិតមែនស៊ុនដុកបានបន្តថាអញ្ចឹងហើយដំណាក់កាលដំបូងធ្វើយ៉ាងណាក៏ដោយរៀបចំឲ្យពួកគេហ្នឹងបានជួបគ្នាដោយកសែភ្នែកសិនយួនវូហ្នឹងបានសួរទៅកាន់ស៊ុនដុកថាតើទូស្រីរបស់យើងហ្នឹងធ្វើជាចៅមហាឲ្យគេហ្នឹងពីដំបូងបែបហ្នឹងមែនទេទៅស៊ុនដុកបាននិយាយថាមើលទៅលោកម្ចាស់មិនយល់នោះទេព្រោះថាស្នេហារបស់មនុស្សប្រុសស្រីហ្នឹងគឺនៅពេលដែលជួបគ្នាមិនមែនដឹងថាស្រឡាញ់គ្នាភ្លាមនោះទេវាត្រូវមានអីបដិកលាគ្នាសិនដូចជាខ្ញុំអញ្ចឹងគឺត្រូវបានជួបគ្នាក៏ដូចជាសម្លឹងកសែភ្នែកគ្នាដំបូងហ្នឹងគឺនៅក្នុងហាងលក់សភៅមួយនេះឯងយួនវូបានសួរថាអូជួបគ្នាដំបូងនៅក្នុងហាងលក់សភៅមែនទេទូស្រីរបស់យើងហ្នឹងគឺបានបកសម័យទៅវិញនៅពេលដែលនាងហ្នឹងកំពុងតែរកសភៅឲ្យខ្ពស់បំផុតហ្នឹងគឺមានមនុស្សប្រុសម្នាក់ដែលឈរពីក្រោយហើយរកសភៅឲ្យនាងតែម្ដងនៅពេលដែលប្រុស
ប្រុសស្រីទាំងបែរមកចូលគ្នាយើងឃើញថាកសែផ្នែករបស់ពួកគេហ្នឹងគឺពោពេញទៅដោយក្តីពេញចិត្តបានទៅហើយទូស្រីបាននិយាយផងដែរថាបើស្ដាប់ទៅវាដូចជារឿងនិទានអញ្ចឹងក៏ប៉ុន្តែវាកើតឡើងចំពោះនាងពិតមែនសូម្បីតែនាងសួរប្តីនាងនៅពេលដែលរៀបការហើយហ្នឹងគាត់បាននិយាយថាប្តីរបស់ខ្ញុំក៏បានលុបស្រឡាញ់ខ្ញុំតាំងពីពេលដែលជួបដំបូងមកម្ល៉េះយូនវូបានសួរថាតើនាងអាចយកសេចក្តីស្នេហារបស់នាងត្រឹមឋានៈអ្នករស់ស៊ីហ្នឹងទៅពិសោធន៍ជាមួយនឹងឋានៈអភិជនរបៀបណាព្រោះថាពួកអភិជនហ្នឹងគឺគេរៀបការមិនមែនដោយក្តីស្រឡាញ់ទាំងស្រុងទេគេរៀបការដោយសារកិត្តិយសដូនតាក៏ដូចជាសង្គមវណ្ណៈតែម្ដងណាប៉ុន្តែសុនដុកបាននិយាយថាលោកម្ចាស់និយាយខុសហើយស្នេហាគឺនៅគ្រប់កន្លែងតែម្ដងគ្រប់យ៉ាងគឺជាការចាប់ផ្ដើមនៃសេចក្តីស្នេហាបន្ទាប់មកសុនដុកបានប្រាប់ផងដែរថានាងត្រូវបង្រៀនពួកគេទាំង3នាក់ដើម្បីប្រើខ្សែភ្នែកហ្នឹងតាក់ទាញបែបណាមួយទៀតហ្នឹងគឺតួស្រីរបស់យើងក៏ធ្លាប់បានបង្រៀនកូនកំមុំផ្សេងទៀតហ្នឹងប្រើខ្សែភ្នែកតាក់ទាញបែបណាដើម្បីតាក់ទាញបានស្វាមីដូចគ្នាដែរណាអញ្ចឹងហើយតួប្រុសរបស់យើងតវ៉ាមិនឈ្នះទេក្រៅអំពីមកកំដរតួស្រីផងដែរបន្ទាប់មកសុនដុកក៏បានហៅហាណាព្រមទាំងដូរីដើម្បីឲ្យចូលរួមរៀនជាមួយនាងហាណាបានប្រាប់ថាមិនអីទេនាងមើលពីចម្ងាយក៏បានដែរព្រោះនាងហ្នឹងគឺកំពុងតែអង្គុយកំដរម្ដាយចំណែកឯដូរីហ្នឹងបានបដិសេធថាមិនឃើញទេឯនាងកំពុងតែធ្វើការដេរសម្លៀកបំពាក់យ៉ាងច្រើនអញ្ចឹងហើយគឺតួស្រីរបស់យើងអត់មានជំរឿអំពីហៅកូនស្រីពៅហ្នឹងរៀនមុនទេហើយក៏បានឲ្យតួប្រុសទៅឈរខាងម្ខាងដែរបន្ទាប់ពីដេញតួប្រុសទៅម្ខាងហើយហ្នឹងគឺសុនដុកបានប្រាប់ទៅកាន់កូនស្រីពៅហ្នឹងថាឲ្យយកកណាត់ហ្នឹងក្រោបពីលើក្បាលហើយធ្វើការដើរដំណើរដល់ស្រោមរោមមួយបន្ទាប់ពីដើរដល់ទីតាំងហ្នឹងធ្វើការទម្លាក់នៅកណាត់ដែលរងសក់ហ្នឹងឯងតួស្រីក៏បានធ្វើការបើកភ្នែកយឺតដែលតួប្រុសហ្នឹងបានឃើញហើយធ្វើឲ្យគាត់ហ្នឹងចុកដើមទ្រូងក៏ដូចជាធ្លាក់ផ្លិតតែម្ដងហើយបើមានប្រិយមិត្តណាចេះធ្វើដូចជាតួស្រីរបស់យើងហ្នឹងកុំភ្លេចខមមិនប្រាប់អេមីនម្នាក់មួយផងបន្ទាប់ពីទម្លាក់កណាត់ហ្នឹងហើយក៏យកកណាត់ហ្នឹងមកគ្របក្បាលវិញណាប្អូនស្រីពៅរបស់ហាណាបានសួរថាតែប៉ុណ្្នឹងឯងមែនទេតួស្រីបាននិយាយថាត្រូវហើយវាក៏ប្រើជំនាញដែរប៉ុណ្្នឹងក៏ពិតមែនប៉ុន្តែបើសិនជាទឹកមុខព្រមទាំងភ្នែកហ្នឹងគឺមិនស្រស់បោះទេគឺមិនអាចប្រើកសែភ្នែកហ្នឹងតាក់ទាញបាននោះទេអញ្ចឹងហើយដល់ពេលដែលសាំស៊ូនឹងធ្វើការដើរណានាងដើរដូចជាទីអញ្ចឹងជាពិសេសហ្នឹងគឺបានញញឹមឡើងធំតែម្ដងធ្វើឲ្យតួប្រុសរបស់យើងឡើងភ្ញាក់ហើយក៏បាននិយាយថាមិនបានឲ្យញញឹមអញ្ចឹងញញឹមបែបហ្នឹងគឺមិនត្រូវតាមក្បួនរបស់កុលស្ត្រីនោះទេទៅតួស្រីហ្នឹងបាននិយាយថាអូមិនអីទេពីដំបូងអញ្ចឹងហើយប្រហែលជាវឹកហាត់បន្តទៀតហ្នឹងលែងអីហើយចំណែកឯប្អូនថ្លៃតួស្រីហ្នឹងគឺបានបកគោប្រាក់មួយចំនួនទៅឲ្យអ្នកបម្រើតួស្រីដោយនិយាយថាគាត់ហ្នឹងគឺមិនទៅកន្លែងចំការរបស់ឪពុកម្ដាយនោះទេហើយថ្លៃឈ្នួលហ្នឹងគឺចង់ឲ្យគេលាក់ការសម្ងាត់អំពីគ្រប់គ្នាតែម្ដងជាពិសេសហ្នឹងគឺបងថ្លៃស្រីរបស់ខ្លួនហើយយាយជីហ្នឹងគឺបានមករងចាំជួបជាមួយនឹងកំឡោះម្នាក់គេហ្នឹងមានឈ្មោះថាបូគឹមចំណែកឯសុនហ្នឹងក៏បានហៅហាណាព្រមទាំងដូរីហ្នឹងដើម្បីមកធ្វើការសាក់លបងផងដែរក៏ប៉ុន្តែគ្មានអ្នកណាស្ដាប់នាងនោះឡើយយូនវូបានស្រែកថាអ្នកនាងទាំងអស់គ្នាហ្នឹងបានសន្យារួចហើយថានឹងសហការជាមួយនឹងពួកយើងហាណាហ្នឹងគឺបានបិទសភៅហើយនិយាយថាណាហើយចោះការសន្យាគឺជាការសន្យាតះដូរីធ្វើឲ្យហើយទៅបន្ទាប់មកហាណាហ្នឹងគឺបានយកកណាត់គ្របក្បាលណាដែលដូរីកំពុងតែធ្វើការដេរកណាត់ហ្នឹងហើយដូរីក៏បានផ្ដាំផ្ញើផងដែរថាកុំឲ្យប្រឡាក់របស់នាងហាណាបានតបថាខេងទាំងអស់ហ្នឹងគឺធ្វើដើម្បីពួកយើងមែនទេហើយមួយទៀតហ្នឹងគឺកណាត់ដែលនាងយកហ្នឹងអត់មានផ្កាទេវាសម្គាល់ថាជារបស់នាងទូស្រីហ្នឹងបានគិតក្នុងចិត្តផងដែរថាមើលទៅនាងពិតជាឆ្លាតមែនតើមិនដូចជាគេនិយាយថាល្ងងនោះទេបន្ទាប់មកហាណាក៏បានធ្វើតាមអ្វីដែលទូស្រីបង្រៀនណាហើយយើងឃើញថាហាណាហ្នឹងក៏បានធ្វើល្អជាងគេដោយទូស្រីក៏បានសរសើរផងដែរក៏ប៉ុន្តែប្អូនពៅរបស់គាត់ហ្នឹងបាននិយាយថាមិនក៏បងស្រីធំហ្នឹងមិនញញឹមអញ្ចឹងហាណាបានបញ្យល់ប្អូនពៅអំពីការប្រើកសែភ្នែកហ្នឹងជារបៀបមុនស្នេហ៍ហ្នឹងឯងដែលធ្វើឲ្យទូស្រីរបស់យើងហ្នឹងគឺមិនមាត់កនោះទេថែមទាំងលួចញញឹមទៀតផងប៉ុន្តែសាំស៊ូហ្នឹងបាននិយាយថាគាត់ហ្នឹងគឺអត់ស្អាតមែនទេបានជាមិនអាចគ្រាន់តែអត់ញញឹមបាននោះហើយហាណាហ្នឹងក៏បានលងប្អូនពៅថាការពិតទៅគេគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់សូម្បីតែយុនវូហ្នឹងក៏បានគិតក្នុងចិត្តផងដែរថាហាណាហ្នឹងគឺជាមនុស្សស្រីឆ្លាតជាពិសេសចចាមរ៉ាមហ្នឹងគឺមិនដូចអ្វីដែលគាត់ឃើញសោះចំណែកឯយាយជីនហ្នឹងកំពុងតែបណ្ដានិស្សិតហ្នឹងដែលគាត់កំពុងឲ្យសួរផងដែរថាហេតុអីបានជាអ្នកនាងយាយជីនមិនទៅផ្ទះរបស់លោកយាយខ្លួនអ្នកនាងយាយជីនហ្នឹងគឺត្រូវមកលេងជាដងយតាណាហើយនាងក៏បាននិយាយផងដែរថាគាត់ទៅធ្វើអីបើលោកយាយហ្នឹងគឺទៅព្រះវិហារបាត់ហើយចំណែកឯលោកតាក៏មិននៅកន្លែងដែរតបមកយាយជីនហ្នឹងគឺបានបំពាក់នៅផ្កាស្មៅមួយទៅកាន់បរិសម្នាក់ហ្នឹងដូចជាគូស្នេហ៍ភ្ជាប់ពាក្យអញ្ចឹងសារហ្នឹងគឺដល់វេនមេដូរីហើយក៏ប៉ុន្តែនាងមិនព្រមធ្វើនោះទេរហូតដល់តួប្រុសហ្នឹងបាននិយាយថាបើមិនព្រមសហការជាមួយនឹងចៅមហាទេគាត់នឹងហៅខាងមន្ត្រីគេឲ្យមកចាប់បងស្រីតែម្ដងអញ្ចឹងហើយដូរីហ្នឹងគឺបានប្រាំបញ្ចូលដើម្បីគម្រាមតួប្រុសណាហើយនាងបានស្រែកទាំងមាត់ស្អុយរបស់នាងថាពិតជាមនុស្សចាស់ហ្នឹងមាត់ច្រើនមែនតើប៉ុន្តែតួប្រុសគឺអត់ហ៊ានទេនៅឈរខាងក្រោយតួស្រីវិញណាបន្ទាប់មកហ្នឹងគាត់ក៏បានធ្វើតាមអ្វីដែលតួស្រីប្រាប់ប៉ុន្តែមិនបានល្អនោះទេដោយតួស្រីបាននិយាយថាមិនអីនោះទេគឺចង់ឲ្យពួកគេគ្រប់គ្នាហ្នឹងព្យាយាមអនុវត្តបន្ថែមទៅហើយក៏បានណាត់ពួកគេទាំង3នាក់ហ្នឹងទៅព្រះវិហារស៊ូវ៉ានៅថ្ងៃបុណ្យហ្នឹងផងដែរបន្ទាប់មកយាយជីនព្រមទាំងអ្នកបម្រើហ្នឹងគឺបានរងចាំតួស្រីរបស់យើងណាគ្រាន់តួស្រីមកដល់ភ្លាមហ្នឹងគឺយាយជីនហ្នឹងបានស្ដីឲ្យបងថ្លៃតែម្ដងថាហេតុបានជាយូរបែបហ្នឹងស៊ុនដុកបាននិយាយថាគាត់មិននឹកស្មានថាវាយូរបែបហ្នឹងនោះទេស៊ុនដុកបានសួរទៅកាន់ប្អូនថ្លៃថាទឹកមុខរបស់គេហ្នឹងដូចជាមិនស្រួលទេតើមានរឿងអីកើតឡើងនៅផ្ទះលោកតាលោកយាយមែនទេប៉ុន្តែយាយជីនបាននិយាយថាអត់មានរឿងអីកើតឡើងទេអ្នកបម្រើហ្នឹងក៏មិនហ៊ានមាត់ដែរពេលដែលពួកគេដើរទៅដល់មុខផ្ទះហ្នឹងក៏បានជួបជាមួយនឹងលោកឪពុកដែលលោកម្ចាស់ទីប្រឹក្សាចូលហ្នឹងគឺបានស្ដីឲ្យដួនសុកណាថាហេតុអីបានមកជាមួយនឹងយាយជីនអញ្ចឹងប៉ុន្តែយាយជីនហ្នឹងគឺបានដោះសារលឿនមែនតើនាងបាននិយាយថា
គឺហៅបងថ្លៃស្រីនឹងទៅកំដរព្រោះថាមិនចង់ទៅម្នាក់ឯងណាមួយទៀតលោកតាលោកយាយនឹងសួររកឌូនសុកផងដែរបន្ទាប់មកលោកម្ចាស់ទីប្រឹក្សាចូលនឹងក៏បាននិយាយថាអូអញ្ចឹងមិនអីទេឆាប់ចូលផ្ទះទៅចំណែកអ្នកបម្រើទូរស័ព្ទនឹងគឺបានខ្សឹបថាមើលទៅអ្នកនាងយាយជីនពិតជារៀនកុហកនឹងអត់ប្រព្រឹត្តភ្នែកតែម្ដងតាមអ្នកនាងទូរស័ព្ទបាននិយាយថានេះជាកូនសិស្សដែលយើងមិនរំពឹងទុកអញ្ចឹងហើយយើងឃើញថាព្រះរាជនីនឹងគឺបានមកគាត់ព្រះជាណាថាអ្នកបម្រើនៅដំណាក់របស់ព្រះទាយានឹងគឺនៅសុកនឹងមានអាការៈក្បែរស្លាប់តែម្ដងដែលត្រង់នឹងគឺមានអាការៈភ័យខ្លាំងមែនទែនព្រោះថាគេនឹងគឺបានញ៉ាំអាហារសល់ពីព្រះទាយាដែលធ្វើឲ្យព្រះរាជនីនឹងសង្ស័យថាមានអាហារពុលព្រះរាជនីនឹងគឺបារម្ភអំពីសុខទុក្ខព្រះទាយាមែនទែនទ្រង់បានស្នើព្រះរាជាថាគួរតែកុំឲ្យព្រះទាយានឹងនៅក្នុងដំណាក់បន្តទៀតអីព្រះរាជាបានទូលសួរទៅវិញថាស្ងប់បតីសិនតើព្រោះថាកន្លងមកគឺព្រះរាជនីនឹងជាអ្នកដែលរៀបចំព្រះកល្យានឹងថ្វាយព្រះទាយាឲ្យផ្ទាល់មែនទេព្រះមហាសក្យនីនឹងបានតបថានេះជាមូលហេតុដែលទូបង្គំកាន់តែភ័យទៀតហើយព្រះរាជាបានតបថាកុំអាបំភ័យព្រះអង្គអីព្រោះថាដោយសារតែអាការៈរបស់ព្រះរាជពេទ្យដែលមើលជំងឺរបស់អ្នកបម្រើនឹងឃើញថាអត់មានអាការៈពុលទេជួនកាលអាចអ្នកបម្រើនឹងមានជំងឺដោយផ្ទាល់ខ្លួនក៏ថាបានដែរប៉ុន្តែមហេសីព្រះរាជានឹងគឺបានទូទាំងភ័យថាមើលទៅអាការៈអ្នកបម្រើនឹងគឺដូចនៅពេលដែលពនាងនឹងកាលពី8ឆ្នាំមុនសកុតអញ្ចឹងណាមួយទៀតគ្រូទាយគឺទាយដូចកាលពី8ឆ្នាំមុនអញ្ចឹងទើបគ្រូទាយនឹងបានស្នើថាគួរតែយើងនឹងផ្លាស់ព្រះទាយាឲ្យទៅផ្ទះសម្ងាត់ទៅប៉ុន្តែព្រះរាជានឹងបានទូទៅវិញថាមិនល្អនោះទេមិនគួរឲ្យព្រះទាយានឹងចាក់ចេញអំពីព្រះរាជវាំងនោះឡើយថ្ងៃបុណ្យនឹងក៏បានមកដល់ដោយទូស្រីនឹងគឺបានហៅប្អូនថ្លៃព្រមទាំងកូនប្រុសទៅជាមួយណាប៉ុន្តែយាយជីនបាននិយាយថាមិនគួរអូខ្ញុំទៅជាមួយនោះទេសុនដុកបាននិយាយថាកៅអៅថ្មីហ្នឹងគឺកាត់ឲ្យប្អូនថ្លៃហ្នឹងដើម្បីថ្ងៃបុណ្យហ្នឹងឯងប៉ុន្តែយាយជីនបាននិយាយថាវាគួរឲ្យធុញខ្លាំងមែនតើមិនចង់ទៅនោះឡើយបន្ទាប់ពីក្មួយប្រុសរបស់គាត់នឹងលួងយាយជីនហើយនឹងពួកគេក៏បានធ្វើដំណើរទៅស៊ុនដុកនឹងបានសួរទៅកាន់ប្អូនថ្លៃស្រីថាមិនចង់ឃើញមុខអនាគតស្វាមីជាមុនសិនទេយាយជីនបាននិយាយថាដល់ថ្ងៃរៀបការនឹងប្រកាសជាបានឃើញមុខគេហើយទូសីបាននិយាយថាការឃើញមុខមុននឹងក៏ផ្លាស់ប្ដូរអារម្មណ៍ផងដែរទៅដល់ព្រះវិហារនឹងយើងឃើញថាមនុស្សច្រើនមែនតើជាពិសេសទូប្រុសកំពុងតែសម្លឹងរមើលទូសីតាមការណាត់ប៉ុន្តែទូប្រុសនឹងគឺបានសម្លឹងឃើញថាដូចជាប្រហែលមុខណាអូបងបានសួរថានរណាគេលេឌីចូលយូមែនទេប៉ុន្តែទូប្រុសបាននិយាយថាដូចជាមនុស្សនៅក្នុងរាជវាំងដែលមិនគួរមកកន្លែងហ្នឹងនោះឡើយតាមការពិតគឺស្នំអាចផាក់នឹងឯងដែលមកជួបជុំគ្នាជាមួយនឹងបពុរបស់គាត់ដោយពេលហ្នឹងលោកម្ចាស់ទីប្រឹក្សាចូលបានសួរផងដែរអំពីអ្នកបម្រើហ្នឹងស្នំអាចផាក់បាននិយាយថាមើលទៅគេដូចជាស្លាប់បាត់ទៅហើយជាពិសេសហ្នឹងគឺគេធ្វើការស៊ើបអង្កេតខ្លាំងមែនតើដែលលោកម្ចាស់ទីប្រឹក្សាចូលហ្នឹងបាននិយាយថាប្រហែលជាពួកគេហ្នឹងរកថ្នាំពុលហើយស្នំអាចផាក់ក៏បានភ្ញាក់ផ្អើលផងដែរថារកថ្នាំពុលមែនទេទើបលោកម្ចាស់ផាក់ហ្នឹងគឺបានលោឡាថាកាប់ពិតទៅធ្វើការហ្នឹងគឺបន្ថយខ្លាំងមែនតើព្រោះថាព្រះទាយាហ្នឹងគឺនៅមានបញ្ជនទេណាមួយទៀតធ្វើឲ្យគេហ្នឹងអាចសង្ស័យទៅលើស្នំអាចផាក់ក៏ថាបានដែរលោកម្ចាស់ចូលបានតបថាយើងមិនទាន់ចង់បានជីវិតរបស់ព្រះរាជទាយានៅពេលនេះទេលោកម្ចាស់ផាហ្នឹងគឺបានស្ដីឲ្យថាឲ្យតែមានមាត់ហ្នឹងចេះតែនិយាយតែម្ដងបកសម័យទៅវិញគឺលោកម្ចាស់ចូលបានបញ្ជាឲ្យអ្នកបម្រើហ្នឹងញ៉ាំក្រយ៉ាដែលសល់អំពីព្រះរាជទាយាលោកម្ចាស់ផាហ្នឹងបានសួរថាធ្វើអញ្ចឹងខាតថ្នាំមែនតើប៉ុន្តែលោកស្រីផាហ្នឹងគឺបានប្រាប់ថាគោលបំណងក៏តែចង់ឲ្យព្រះរាជទាយាហ្នឹងចាក់ចេញអំពីព្រះរាជវាំងតែប៉ុណ្ណោះស្នាមឯផាហ្នឹងគឺបាននិយាយថាវាគឺជាឧបទ្ទហេតុក៏ពិតមែនការដែលយើងធ្វើបែបហ្នឹងក៏ប៉ុន្តែខ្លះតែគេសង្ស័យតែប៉ុណ្ណោះលោកស្រីផាហ្នឹងបាននិយាយថាសូមស្នំឯងកុំបារម្ភអីវាដូចជាថ្នាំពុលដែលបានប្រាប់ទៅលើពនាងកាលពី8ឆ្នាំមុនអញ្ចឹងគ្មានអ្នកណាដឹងនោះទេណាមួយទូបង្គំគឺបានរកមនុស្សម្នាក់ដើម្បីឲ្យគេនឹងអាចជំរុញព្រះរាជទាយាឲ្យចាក់ចេញអំពីព្រះរាជវាំងឆាប់ផងនៅពេលដែលចូលមកដល់ហ្នឹងគឺអត់មានអ្នកណាក្រៅអំពីគ្រូទាយដែលទូទាយថ្វាយព្រះមហេសីហ្នឹងទេស្នាមឯកផាគ្រាន់តែឃើញមុខគ្រូទាយហ្នឹងបានសួរថាក្រែងគេហ្នឹងគឺជាគ្រីគ្នារបស់ព្រះមហេសីមែនទេប៉ុន្តែគ្រូទាយហ្នឹងបាននិយាយថាទូបង្គំគឺបំរើតែអនាគតស្ដេចតែប៉ុណ្ណោះលោកស្រីផាកបានសួរផងដែរថាតើព្រះរាជទាយាហ្នឹងបានចាក់ចេញអំពីព្រះរាជវាំងហើយឬនៅពេលហ្នឹងគ្រូទាយក៏បាននិយាយផងដែរថាគេហ្នឹងគឺបានទូទាយឲ្យព្រះមហេសីដើម្បីនាំព្រះរាជទាយានឹងចាក់ចេញនៅថ្ងៃមាឃបូជានឹងឯងយើងឃើញថាមហេសីនឹងក៏បានផ្ដាំផ្ញើព្រះរាជទាយាផងដែរថាឲ្យចាក់ចេញទៅមួយរយៈសិនដើម្បីឲ្យស្ថានភាពនៅក្នុងព្រះរាជវាំងស្ងប់សុខបន្ទាប់ពីស្ងាត់ហើយនឹងគឺព្រះមហេសីប្រកាសជាទៅទទួលព្រះរាជទាយាអំពីកន្លែងសម្ងាត់នឹងមកវិញលោកម្ចាស់ចូលបានសួរថាតើគេលាក់ព្រះរាជទាយានឹងឯណាក៏ប៉ុន្តែគ្រូទាយបាននិយាយផងដែរថាសារនេះសូម្បីតែព្រះមហេសីនឹងក៏លាក់ពីគាត់ដែរគឺសម្ងាត់ខ្លាំងមែនតើប៉ុន្តែម្ដាយក្មេកទូស្រីបាននិយាយថាផ្ទះសម្ងាត់នឹងគឺមិនសម្ងាត់សម្រាប់ពួកគេនោះឡើយគ្រាន់តែលើបែបហ្នឹងលោកម្ចាស់ផាគឺអស់សំណើតែម្ដងគាត់បាននិយាយថាផែនការហ្នឹងគឺល្អឥតខ្ចោះតែម្ដងទូស្រីយើងឯនេះវិញហ្នឹងគឺបានដើរជួបជាមួយនឹងមេអណ្ដើកមកវងដែលពួកគេហ្នឹងគឺមិនស្គាល់ Lady ចូលយូនោះទេព្រោះថាស៊ុនដុកហ្នឹងគឺមិនតាន់តែងខ្លួនប៉ុន្តែនៅពេលដែលស៊ុនដុករកកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់មិនតាន់ឃើញព្រមទាំង make up ហ្នឹងផងក៏បានជួបជាមួយនឹងតួប្រុសហ្នឹងឯងដោយនាងបារម្ភខ្លាចថាគេចំណាំនុកបានស្រាប់តែទូស្រីហ្នឹងគិតថាដើរទៅមុខទៅក៏គ្មានតួប្រុសហ្នឹងអាចស្គាល់គាត់ដែរមានណារបូតកដាត់ពីលើក្បាលតែម្ដងណាហើយក៏បានឃើញមុខគាត់ផងដែរ admin សុំថាមីសិនចង់ដឹងថាតួប្រុសរបស់យើងនឹងមើលស្គាល់ឬមិនស្គាល់ admin សូមធ្វើការខន្តីអភ័យទោសដល់កំហុសឆ្គងនានាអរគុណច្រើនជម្រាបលាជួបគ្នានៅភាគក្រោយបាយបាយ